សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាពីរបៀបយើង connect printer ជាមួយនឹងកម្មវិធីខ្មែរនគរ POS របស់យើងអញ្ចឹងជាដំបូងយើងចូលបើក printer របស់យើងមកបាទអញ្ចឹងបន្ទាប់មកយើងចូល setting បាទចូល setting ចូល connection ដើម្បីភ្ជាប់ Bluetooth ឲ្យហើយបាទអញ្ចឹងយើងចូល Bluetooth នេះមកបាទអញ្ចឹង printer របស់យើងគឺ printer 001អញ្ចឹងយើងចូល connect វាមកបាទអញ្ចឹង default pin របស់ printer នេះគឺ0004ដង1 2 3 4អញ្ចឹងយើងចុច OK មកបាទអញ្ចឹងវា pair ហើយអញ្ចឹងយើងចូលកម្មវិធីខ្មែរនគរ POS របស់យើងមកបាទអញ្ចឹងយើង scroll ចុះក្រោមមើលពាក្យថា printer អញ្ចឹងយើង add វាមកចុចសញ្ញាលេខបូកនៅខាងក្រោមមកបាទអញ្ចឹងវាមានមួយនេះខ្ញុំមាន printer មួយនេះ connect អញ្ចឹងយើងអាចចុច test print បានបាទយើង print មកបាទអញ្ចឹងវាចេញ test print ឲ្យយើងបាទអញ្ចឹងយើងសាក test order អីវ៉ាន់របស់យើងវិញមកបាទនេះខ្ញុំ save វាមក save មកបាទអញ្ចឹងយើងចូលឡើងកំងអីវ៉ាន់របស់យើងវិញចូល sale ហើយយើង select អីវ៉ាន់យើងពីមុខមក1 2អញ្ចឹងយើងអូសចូលក្រោមវិញមកយើង test order submit print បាទអញ្ចឹងវាចេញមកបាទអញ្ចឹងរបៀបយើង connect Bluetooth printer របស់យើងមានប៉ុណ្ណឹង